ជ្ឈមណ្ឌលជាតិផ្ដោតឈាមបន្តរត់ចំណងមេត្រីភាពចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្រុមហ៊ុន One Fraternity Vital និងមជ្ឈមណ្ឌលជាតិផ្ដោតឈាមបានបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការនាព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2025នៅមជ្ឈមណ្ឌលជាតិផ្ដោតឈាមក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចឹង សុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital លោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដោតឈាមថ្នាក់ដឹកនាំវិជ្ជបណ្ឌិតបុគ្គលិកនៃស្ថាប័នទាំងពីរនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតលោកជំទាវ ចឹង សុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital បានមានប្រសាសន៍ថា Vital និងមជ្ឈមណ្ឌលជាតិផ្ដោតឈាមបានចាប់ផ្ដើមកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ2011មកម្លេះដោយស្ថាប័នទាំងពីរបានពំនាំសកម្មភាពវិជ្ជមានជាច្រើនក្រោមស្មារតីលើកដំកើងគុណវុឌ្ឍិនៃចលនាបរិច្ចាគដោយស្ម័គ្រចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋានលោកជំទាវបានបន្ថែមទៀតថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតនេះមិនត្រឹមតែរឹតបន្តឹងចំណងមេត្រីភាពរវាងស្ថាប័នទាំងពីរប៉ុណ្ណោះទេតែពលគឺបានជះឥទ្ធិពលដល់កំណើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមិនគិតកម្រៃនិងសុវត្ថិភាពដល់សាធារណជននិងសង្គមជាតិទាំងមូលបន្ថែមពីនេះលោកជំទាវក៏នៅតែអំពាវនាវនិងលើកទឹកចិត្តដល់សប្បុរសជនប្រុសស្រីបន្តចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានព្រោះការបរិច្ចាគឈាមពុំមានផលប៉ះពាល់ទៅដល់សុខភាពឡើយពលគឺជួយឲ្យលោកអ្នកមានសុខភាពល្អប្រសើរដោយសារការផ្លាស់ប្ដូរឈាមអារម្មណ៍ស្រស់ថ្លាកាត់បន្ថយកំហាប់ឈាមនិងជាការជួយអាយុជីវិតដែលមិនអាចកាត់ថ្លៃបានលោកវិជ្ជបណ្ឌិតសុកពោប្រធានមជ្ឈមណ្ឌលជាតិផ្ដោតឈាមបានមានប្រសាសន៍ផងដែរថាក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្ដោតឈាមនៃក្រសួងសុខាភិបាលនិងមន្ត្រីរាជការបុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្ដោតឈាមលោកមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិផ្ដោតឈាមនិងក្រុមហ៊ុន One Fraternity Vitalលោកវិជ្ជបណ្ឌិតបានថ្លែងអំណរគុណដល់លោកជំទាវ ចឹង សុគន្ធធាវីនិងក្រុមហ៊ុនទឹកពិសាវិតាល់ដែលបន្តផ្ដួចផ្ដើមបន្តឲ្យមានកិច្ចសហប្រតិបត្តិការនេះរួមជាមួយចក្ខុវិស័យវែងឆ្ងាយបំផុសស្មារតីឲ្យសាធារណជននិងអតិថិជនវិតាល់ចូលរួមក្នុងយុទ្ធនាការផ្ដល់ឈាមយ៉ាងសកម្មនៅគ្រប់កម្មវិធីតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំមួយនេះមជ្ឈមណ្ឌលជាតិផ្ដល់ឈាមផ្ដល់ជាលទ្ធភាពដល់ការប្រមូលឈាមពីសប្បុរសជនស្ម័គ្រចិត្តដោយមិនគិតកម្រៃដោយកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដើម្បីបំពេញនូវតម្រូវការឈាមចាំបាច់សម្រាប់អ្នកជំងឺនៅតាមមន្ទីរពេទ្យនានាយ៉ាងណាមិញលោកវិជ្ជបណ្ឌិតសង្ឃឹមថាកំណើនបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសប្បុរសជននឹងបន្តកើនឡើងជាលំដាប់ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរសូមបញ្ជាក់ផងដែរថាក្រុមមូលនិធិ25រៀលវិតាល់តែងតែបន្តចូលរួមឧបត្ថម្ភគាំទ្រដល់កិច្ចការងារសង្គមនិងមនុស្សធម៌ទូយ៉ាងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនាថ្ងៃនេះជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមការចូលរួមចំណែកទាំងនេះគឺកើតចេញពីការគាំទ្រឥតឈប់ឈររបស់អតិថិជនវិតាល់ទាំងអស់នៅក្នុងការជាវទឹកពិសាវិតាល់មួយដុំបានចូលរួមបរិច្ចាគ25រៀលទៅកាន់មូលនិធិមួយនេះវិតាល់មោទនភាពផលិតផលជាតិ